បារាំងថាអាមេរិកលែងជាដៃគូអាចជឿទុកចិត្តបានទៀតហើយប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាសម្ព័ន្ធភាពរបស់អាមេរិកលែងមានជំនឿថាទីក្រុង Washington គឺជាដៃគូគួរជឿទុកចិត្តបានទៀតហើយខណៈដែលសណ្ដាប់ធ្នាប់អន្តរជាតិកំពុងគ្រោះថ្នាក់ដោយសារអ្វីដែលមហាអំណាចពិភពលោកធំៗមេដឹកនាំបារាំងរូបនេះក៏បានគូបញ្ជាក់ថាគ្រប់គ្នាមើលឃើញហើយថាមហាអំណាចលេខ1គឺអាមេរិកអាចជាសម្ព័ន្ធមិត្តដ៏រឹងមាំសម្រាប់ប្រទេសមួយប៉ុន្តែលើនេះគ្មាននរណាម្នាក់ប្រកាសទាំងស្រុងថាតើសម្ព័ន្ធភាពនេះអាចទុកចិត្តបានដែរឬអត់នោះទេដូច្នេះហើយសហភាពអឺរ៉ុបគួរតែពង្រឹងសមត្ថភាពការពារខ្លួនឯងកាន់តែខ្លាំងក្លាជាងមុនលោកម៉ាក្រុងដែលមានវ័យ49ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថាពួកយើងរស់នៅពឹងផ្អែកទៅលើសណ្ដាប់ធ្នាប់អន្តរជាតិប៉ុន្តែពេលនេះសណ្ដាប់ធ្នាប់អន្តរជាតិនោះកំពុងត្រូវបានបំផ្លាញក្រោមថ្វីដៃមហាអំណាចធំៗរបស់ពិភពលោកចំនួន2ដោយលោកទំនងជាចង់សម្ដៅដល់អាមេរិកនិងរុស្ស៊ីការអធិប្បាយលោកម៉ាក្រុងបានបង្ហាញពីការបែកបាក់កាន់តែខ្លាំងឡើងរវាងប្រទេស NATO អឺរ៉ុបនិងសហរដ្ឋអាមេរិកដែលកាន់តែអាក្រក់ទៅចាប់តាំងពីអាមេរិកនិងអ៊ីស្រាអែលបានប្រកាសស្មារគ្នាវាយប្រហារទៅលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈហើយក្រោយមកលោកដូណាល់ត្រាំតែងតែរិះគន់មិនសំចៃមាត់លើសមាជិក NATO ម្ដងហើយម្ដងទៀតអំពីភាពស្ទាក់ស្ទើររបស់ពួកគេក្នុងការលូកដៃចូលរួមសង្គ្រាមជាមួយសម្ព័ន្ធភាពអាមេរិកក្រៅពីសង្គ្រាមអ៊ីរ៉ង់ទំនាក់ទំនងរវាងប្រទេស NATO អឺរ៉ុបនិងសហរដ្ឋអាមេរិកក៏រងការរង្គោះរង្គើផងដែរដោយសារតែការគំរាមកំហែងជាបន្តបន្ទាប់របស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការដណ្ដើមយកកោះ Greenland ពីដែនដឺម៉ាកដែលជាសមាជិក NATO រួមទាំងការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមអ៊ុយក្រែន